ខ្ញុំបាទឈ្មោះសូចន្ទហនគឺជាសមាជិកនៃសមាគមរមាក់សេដ្ឋកិច្ចក្រៅប្រព័ន្ធរមាក់សន្តិភាពសាខាខេត្តព្រះសីហនុខាងសមាគមយើងខ្ញុំនេះរហូតមកដល់ឥឡូវនេះគឺមានរយៈពេលប្រហែលជា7ឆ្នាំហើយគោលបំណងដែលពួកយើងខ្ញុំបង្កើតសមាគមនេះឡើងគឺដើម្បីបង្កើតទំនុកចិត្តក្នុងការដឹកភ្ញៀវជាតិនិងអន្តរជាតិដើម្បីឲ្យមានសុវត្ថិភាពធានាសុវត្ថិភាពជូនដល់ភ្ញៀវជាតិនិងអន្តរជាតិក្នុងខេត្តព្រះសីហនុយើងទាំងអស់នេះការបង្កើតសមាគមនេះឡើងគឺដើម្បីចងក្រងបងប្អូនយើងឲ្យគាត់មានសិលធម៌មានច្បាប់មានវិន័យការដឹកភ្ញៀវធានានៅភាពស្មោះត្រង់ជូនភ្ញៀវហើយនិងសុវត្ថិភាពជូនភ្ញៀវបាទសមាគមរបស់យើងខ្ញុំកន្លងមកគឺបានជូនភ្ញៀវមិនថាភ្ញៀវជាតិនិងអន្តរជាតិបានដើរទស្សនារមណីយដ្ឋានកំសាន្តល្អស្អាតដែលមានសក្តានុពលភាពនៅក្នុងខេត្តព្រះសីហនុយើងនេះមានច្រើនដូចជាឆ្នេរអូឈើទាលឆ្នេរឯករាជ្យទីវត្តអារាមទីផ្សារឆ្នេរព្រែកត្រែងតៅ2រង្វង់មូលបថោងនាងនាគជាដើមដែលជាតំបន់ល្អស្អាតដែលមានសក្តានុពលខ្ញុំសូមបាទសូមចូលរួមថ្លែងអំណរអគុណបាទដល់ថ្នាក់ដឹកនាំយើងប្រចាំខេត្តព្រះសីហនុនេះមិនថាថ្នាក់ខេត្តថ្នាក់សង្កាត់ថ្នាក់ក្រុងទេកន្លងមកខាងសមាគមហៅកាត់របស់យើងសនេះតែងបានចូលរួមគ្រប់សកម្មភាពរបស់ខាងក្រុងសម្ដាប់ធ្នាប់ក្រុងឬក៏សម្ដាប់ធ្នាប់ខណ្ឌដែលដាក់មកតែងចូលរួមប្រជុំមិនថាទីចិត្តទីឆ្ងាយចំណាយពេលវេលាលះបង់ដើម្បីទៅហាត់រៀននៅយុទ្ធសាស្ត្រល្អដើម្បីយកមកបម្រើដល់ភ្ញៀវទេសចររបស់យើងខ្ញុំពីចុងក្រោយខ្ញុំបាទក៏សូមអរគុណដល់ប្រធាននិងថ្នាក់ដឹកនាំរបស់សមាគមរបស់យើងទាំងអស់តែងដឹកនាំនិងអប់រំពួកយើងខ្ញុំទី1ឲ្យមានសិលធម៌ខ្ពស់ទី2គឺសម្ដែងនូវភាពស្មោះត្រង់ទី3គឺយកចិត្តទុកដាក់លើភ្ញៀវមិនថាសម្ភារៈរបស់ភ្ញៀវឬក៏សុវត្ថិភាពរបស់ភ្ញៀវបាទខ្ញុំបាទសូមជូនពរដល់ថ្នាក់ដឹកនាំទាំងអស់ប្រចាំខេត្តសូមឲ្យជួបតែសំណាងល្អពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លាតឡើយបាទ